สุดได้เป็นมาดอกนี้สวัสดิ์มากันชแนลរបស់ខ្ញុំបាននេះជាវីដេអូដែលខ្ញុំបង្ហាញដល់គ្នាពីរបៀបបង្កើត Samsung account នៅលើទូរស័ព្ទ Galaxy A10 បាទក្នុងការបង្កើត Samsung account គឺមានទម្រង់ក្នុងការបង្កើតច្រើនយ៉ាងក៏ប៉ុន្តែខ្ញុំបង្ហាញដល់គ្នាថ្ងៃនេះគឺរបៀបបង្កើតងាយស្រួលដែលយើងបង្កើតតាមរយៈ Google គឺយើងបង្កើតជាមួយនឹង Google account ដែលយើងមានស្រាប់បាទបង្កើតនោះគឺសម្រាប់ទូរស័ព្ទប្រភេទនេះគឺយើងចូលទៅក្នុង setting នៅខាងលើនេះគឺមាន Samsung account តែម្ដងសម្រាប់ version Android version 11ណាអញ្ចឹងដល់នេះចូលមកកាន់មើល version របស់យើងសិនបាទ version របស់យើងគឺបាទនេះនឹងឃើញគឺ version Android version 11បើ version 11អញ្ចឹងអ្នកទាំងនេះចូលមក setting គឺខាងលើនេះមាន Samsung account នេះបាទ Samsung account អញ្ចឹងអ្នកនេះចុច Samsung account អញ្ចឹងមកហើយមាន sign in with Google ករណីដែលអ្នកទាំងនេះបង្កើត Samsung account ក្នុងការ sign in ជាមួយនឹង Google account នេះងាយស្រួលមួយដំណាក់កាលដំបូងក្នុងការបង្កើតក៏ប៉ុន្តែពេលក្រោយអ្នកទាំងនេះត្រូវការ reset ទូរស័ព្ទអីអញ្ចឹងទីតម្រូវអ្នកទៅយក password Samsung account នឹងមកវិញសិនអញ្ចឹងទេអ្នកទាំងនេះ reset បានទេអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំបង្ហាញដល់អ្នកគ្នាពីរបៀបបង្កើតក្នុងការ sign in ជាមួយនឹង Google account ហើយទៅយក password Samsung account ឲ្យមកចប់មក set តែម្ដងគឺ full តែម្ដងក្នុងការបង្កើត Samsung account មួយនេះបាទអញ្ចឹងដំបូងគឺអ្នកទាំងគ្នា sign in Google account របស់អ្នកទាំងគ្នាចូលទៅកាន់ទូរស័ព្ទនេះសិនបានន័យថាចូលទៅកាន់ Google Play ក៏បានចូលទៅកាន់នៅក្នុង mail របស់ Android នេះក៏បានដែរបាទអញ្ចឹង sign in ចូលមួយមកគឺវា connect ជាប់គ្នាទាំងអស់តែម្ដងណាអញ្ចឹង sign in Google account របស់យើង Gmail បាទ sign in Gmail ចូលនៅកន្លែងហ្នឹងសិនបាទខ្ញុំដាក់ Gmail ផ្សេងសារ Gmail នេះខ្ញុំប្រើអត់កើតសំទោសបាទគឺខ្ញុំវាយកន្លែងនេះខុសចឹងមកចេះតែលុបអត់ចូលបាទបាទយើង sign in account យើងចូលកន្លែងនេះសិន Google account បាទ Gmail
បាទឥឡូវយើង sign in Gmail ឲ្យយើងចូលទៅកាន់ Play Store អញ្ចឹងរួចហើយយើងចូលទៅ setting បាទចូលមកកន្លែង Samsung account នេះបាទបន្ទាប់មកយើងចុច sign in with Google បាទពេលនេះយើង connect ទៅកាន់ Gmail ដែលយើង sign in នៅ Play Store ហ្នឹងបាទបាទបន្ទាប់មកនេះគឺបង្ហាញបែបហ្នឹងណាអញ្ចឹងដល់តែគេ scroll មកក្រោម report បាទ scroll មកក្រោម report មកពិនិត្យមើលមួយបាទនៅក្នុងផ្នែកទាំងអស់នេះបាទបន្ទាប់មកយើងចុច allow បាទបន្តមកទៀតយើង scroll មកក្រោមអស់យើងចុចកន្លែងនេះតែម្ដងទៅបាទនេះថាយើងទទួលយកទាំងអស់គ្រីសយកទាំងអស់អញ្ចឹងហើយចុច agree បាទបន្តមកឲ្យអ្នកទាំងគ្នាបញ្ចូលជាមួយនឹងលេខទូរស័ព្ទហើយបាទអញ្ចឹងអ្នកទាំងគ្នាបញ្ចូលលេខទូរស័ព្ទអ្នកទាំងគ្នាមកបាទខ្ញុំមើលលេខទូរស័ព្ទសិនបាទម្ដងទៀតមិញបាទបាទយើងបញ្ចូលមួយលេខទូរស័ព្ទមកអញ្ចឹងអ្នកទាំងគ្នាជ្រើសរើសលេខប្រទេសមកប្រទេសលេខទូរស័ព្ទអ្នកចង់ដាក់ប្រហែលគឺជ្រើសរើសប្រទេសកន្លែងហ្នឹងមកចូលលេខទូរស័ព្ទពេញយើងនៅកន្លែងនេះបាទហើយចុច send ដល់ពេលហ្នឹងគឺផ្ញើកូដទៅលេខទូរស័ព្ទហ្នឹងឯងបាទយើងយកកូដពីលេខទូរស័ព្ទហ្នឹងមកបាទយើងយកកូដមកពេញកន្លែងនេះអញ្ចឹងយើងទៅមើលសារដែលផ្ញើមកហ្នឹងគឺមានលេខកូដបាទបន្ទាប់ពីយើងបញ្ចូលលេខកូដបានកន្លែងហ្នឹងកន្លែងនេះយើងអាចចុច skip ការបញ្ចូលលេខកូដនឹងបានណាបើមិនតែគេអត់មានលេខកូដណាអញ្ចឹងតែចុច skip អញ្ចឹងបានតែយើងបញ្ចូលលេខកូដឡើងហ្នឹងមកយើងចុច verify បាទហើយអូខេបាទនេះគឺយើងបានសំទោ account នឹងហើយបាទនេះឃើញទេបាទអញ្ចឹងយើងបាន Samsung account នេះមែនក៏ប៉ុន្តែ Samsung account នេះអត់ទាន់មាន password ទេកន្លែងសំខាន់ណាបងប្អូនអរគ្នានៅពេលដែលអត់មាន password អញ្ចឹង Samsung account នេះអ្នកនរគ្នា reset ទូរស័ព្ទគឺ reset បានទេហើយ Samsung account នេះក៏យកទៅ sign in នៅលើ device ផ្សេងអត់បានដែរពីព្រោះពេលដែល sign in ត្រូវវាយ password អញ្ចឹងយើងអត់ទាន់មាន password អញ្ចឹង
យើងអាចវាយ password តាម Google account ដែលយើង connect ជាមួយនឹងបានទេវាយអត់បានទេអត់ត្រូវពីព្រោះវាផ្សេងគ្នាអញ្ចឹងណាបាទអញ្ចឹងយើងត្រូវបង្កើត password Samsung account នេះមួយទៀតតែយើងត្រូវបង្កើតរបៀបម៉េចបង្កើត password Samsung account យើងចូលមកកន្លែង security private មកបាទយើងចូលមកយើងឃើញនៅកន្លែងនេះ password ទេបាទនេះត្រូវការ password យើងគឺឃើញនៅអញ្ចឹងហ្នឹងបាទឃើញសញ្ញាឧទានហ្នឹងណាបាទអញ្ចឹងនៅកន្លែងនេះគឺយើងតម្រូវបង្កើត password កន្លែងហ្នឹងទៀតអញ្ចឹងខ្ញុំចេញឲ្យផុតសិនដើម្បីអ្នកនរគ្នាស្រួលមើលថាឥឡូវយើងបិទចេះហើយយើងទៅយក password Samsung ហ្នឹងវិញតែយើងត្រូវចូលទៅណាម្ដងទៀតដែរយើងចូលទៅ setting យើងចូលមកកន្លែង account Samsung របស់យើងនៅខាងលើនេះដដែលហើយយើង scroll មកក្រោមឲ្យចូលពាក្យថា security and privacy បាទពេលនេះយើងនឹងឃើញមាន password អញ្ចឹងយើងចុចលើពាក្យថា password បាទបន្ទាប់មកឲ្យ inbox ឬក៏ resend ទៅ email ហ្នឹងបាទអញ្ចឹងយើងចុច resend ទៅកាន់ email ហ្នឹងតើ resend ហើយទៅចូលណាអញ្ចឹងយើងមុននឹងចុច resend យើងមកបើក email នេះសិនបាទនៅក្នុង Android របស់អ្នកនរគ្នាគឺមានប្រអប់ mail មួយបើអត់មានទេអ្នកនរគ្នា download ប្រអប់ mail មកអញ្ចឹងពេលដែលយើង sign in Gmail ចូលនៅ Play Store មិញគឺនៅប្រអប់ mail នេះគឺ connect មកភ្ជាប់កាន់ប្រអប់ mail អញ្ចឹងយើងចុចមកកន្លែង email របស់យើងអញ្ចឹងមកបាទហើយចុចកន្លែងនេះ go to mail អញ្ចឹង mail ហ្នឹងគឺបានចូលមកកាន់ប្រអប់ mail នេះហើយរាល់ព័ត៌មានទាំងអស់គឺចូលមកនេះអញ្ចឹងយើងចុចមកកន្លែងនេះយើងចូលមករកពាក្យបាទអត់តឃើញបង្ហាញ update ទេបាទគឺកន្លែងនេះគឺផ្ញើចូលប្រអប់ update ណាអញ្ចឹងអត់តចូលមកប្រអប់ update ចេះឥឡូវចូលទៅបើកប្រអប់ update សិនប្រអប់ update បើកប្រអប់ update គឺអ្នកនរគ្នាចូលមកកន្លែងសញ្ញាបតក់នេះហើយចូលមក Google account នេះបាទ Google account នេះពេលអញ្ចឹងគឺ connect មកកាន់កន្លែងនេះហើយចុច get start តែម្ដងទៅបាទហើយយើងចុចមក personal info security បាទអត់ទេកន្លែងនេះអត់បើក update ទេបាទអត់បើកទេអញ្ចឹងយើងនៅកន្លែងនេះក៏ដែរនៅបើ update យើងលើកមើលនៅកន្លែងនេះចូលមក setting មាននៅ account ប្រអប់ update អត់ទេប្រអប់ update នៅកន្លែងនៅក្នុងប្រអប់ mail នេះគឺត្រូវបង្ហាញប្រអប់ update មួយបាទតែអត់ទាន់ឃើញប្រអប់ update យើងរកប្រអប់ update ឥឡូវយើងចូលមកកន្លែងនេះក៏បានបាទ new ចូលមកទូទៅកន្លែងនេះក៏បានដែរបាទដោយសារលើទូរស័ព្ទពិបាកបង្ហាញដល់គ្នាក្នុងប្រអប់ update អញ្ចឹងយើងចុចមើលតើវាផ្ញើកូដមកក្នុងប្រអប់សារនឹងដែរអត់ចាយើងយកទៅកាន់ setting ម្ដងទៀតយើងចូលមកកន្លែង Samsung account របស់យើងចូលមក security and privacy ហើយចូលមក password យ៉ាងនេះបាទបន្តមកនេះចុច send resend email បាទចុចដល់នេះមកបាទអញ្ចឹងកំពុងតែ send ព័ត៌មាននឹងទៅកាន់ email ហ្នឹងហើយបាទឬហើយអ្នកនេះចូលមកកាន់ប្រអប់ mail នេះតើមានឃើញផ្ញើសារអីមកអត់បាទនេះគឺតើតង Samsung គឺឥឡូវមើលម៉ោង 11:25 នឹងត្រូវនេះ mail នេះអញ្ចឹងនេះចុចកន្លែងនេះមកដោយសារតែចេញសិតតែភាសាកូរ៉េអញ្ចឹងអ្នកគេមើល link នេះបាទកន្លែងនេះគឺដាក់ password ដែរបាទកន្លែងនេះដាក់ password ដែរប៉ុន្តែដោយសារតែភាសាកូរ៉េបើសិនជាអង់គ្លេសគឺឲ្យយើងដាក់ថាបង្កើត password ទៅកន្លែងហ្នឹងណាបាទអញ្ចឹងយើងចុចទៅនឹងមកហើយយើងចុចមក accept Google នេះកន្លែងនេះយើងចុច no send យេទៅបាទពេលនេះគឺឲ្យយើងបង្កើត password ថ្មីកន្លែងនេះបើសិនជាចេញជាអង់គ្លេសហើយចេញអង់គ្លេសទេមកបកប្រែអង់គ្លេសបាទនេះគឺឲ្យយើងបង្កើត password ថ្មីតែម្ដងណា
ยังประกาศ password คือ password Samsung account นะว่า Samsung account ដែលយើងបង្កើតជាមួយ Gmail មិញគឺអត់ទាន់មាន password ទេអញ្ចឹងយើងបង្កើតរបៀបហ្នឹងអញ្ចឹងយើងបង្កើតយើងដាក់មក password អីដែលអ្នកនរគ្នាចង់ដាក់អញ្ចឹងយើងដាក់បាទយើងដាក់ password ខាងលើហើយដាក់ខាងក្រោមដូចគ្នាបាទយើង set password នឹងរួចហើយចុច next បាទដោយសារតែ password នេះចុចបោកនេះមួយសិនបាទ password នេះអត់ឲ្យ password នេះគឺធម្មតាពេកអញ្ចឹងអ្នកទាំងគ្នាត្រូវដូរ password ផ្សេងបាទនៅពេលដែលយើងបង្កើត password ហើយគឺអាកន្លែងសំ next នេះពណ៌ខៀវអញ្ចឹងមានន័យថា password នេះគឺអនុញ្ញាតឲ្យយើងហើយបាទបានហើយអញ្ចឹងយើងចុច next ទៅបាទប៉ុណ្ណឹងគឺបានយើងបង្កើត password បានហើយហើយនេះសួរទៀតថាតើយើងអនុញ្ញាតឲ្យ sign in device ដែលកំពុងតែប្រើ Samsung account ហ្នឹងនៅបន្ត sign in ទៀតឬក៏ sign out បើយើងថារំលងឲ្យ sign in នៅ device ផ្សេងៗបានទៀតយើងចុចទៅនេះមកបើយើងអត់ទេយើងចុច sign out យើងចុចកន្លែងនេះមកគឺ device ផ្សេងៗដែលកំពុងតែ sign in Google account ហ្នឹង sign out ចេញអស់ហើយបាទតែយើងຕົកទៅយើងអត់ sign out យើងចុចកន្លែងនេះមកបាទអូខេ completion successful ទេបាទ password គឺយើងបាន set up យើង set ចប់រួចរាល់ហើយ Samsung account នេះគឺមាន password ត្រឹមត្រូវហើយអញ្ចឹងនៅពេលដែលអ្នកទាំងគ្នា sign in sign out នៅពេលក្រោយគឺវាយpassword ហ្នឹងណាឥឡូវយើងចូលទៅកាន់ setting ចូលទៅ Samsung account របស់យើងអាចយើងមើល password and security យើងមើល password លែងមានជាប់សញ្ញាបន្តឲ្យទៀតហើយបាទគឺ full តែម្ដងគឺយើងមាន password នេះបើសិនជាយើងចុចមកកន្លែងនេះគឺឲ្យយើងដូរ password ដែរមានន័យថាឲ្យវា password ដែលយើងបង្កើតមិញហ្នឹងអាចាស់ហ្នឹងតោះមកយើងចូល password ថ្មីបានបើអ្នកនរចង់បដូរគឺបដូរនៅកន្លែងហ្នឹងបានន័យថាបង្កើត Samsung account នេះគឺ full ហើយគឺចប់ពីរាល់ហើយអ្នកទាំងគ្នាអាចយក Samsung account នេះទៅប្រើនៅលើ device ផ្សេងបានអាច log in log out អីបានធម្មតាបាទនេះគឺជារបៀបបង្កើត Samsung account នៅលើ Samsung Galaxy A10 បាទអរគុណសម្រាប់ការទស្សនាយើងជួបគ្នានៅវីដេអូក្រោយទៀត